រឿងកង្កែបនិងក្មេងមានក្មេងប្រុសមួយក្រុមកំពុងនាំគ្នារត់លេងនៅក្បែរមាត់ត្រពាំងមួយដែលមានកង្កែបជាច្រើនរស់នៅពេលពួកគេរត់ប្រឡែងគ្នាអស់ចិត្តក៏នាំគ្នាទៅអង្គុយសម្រាកក្រោមដើមឈើក្បែរមាត់ត្រពាំងនោះពេលនោះក្មេងប្រុសម្នាក់បានឃើញអំបែងក្បឿងមួយគំនរដែលគេយកមកដាក់ចោលក្បែរដើមឈើវានឹកឃើញល្បែងកម្សាន្តសប្បាយមួយក៏ប្រាប់មិត្តភក្តិថាណែខ្ញុំធ្លាប់ឃើញគេយកអំបែងក្បឿងមួយគប់លើផ្ទៃទឹកវាផ្លាតលោតដូចសត្វកង្កែបលោតក្នុងស្រែអញ្ចឹងល្អមើលណាស់និយាយរួចក្មេងប្រុសនោះក៏រើយកអំបែងក្បឿងមួយគប់ទៅលើផ្ទៃទឹកអំបែងក្បឿងលោតផ្លាតលើទឹកដោយកង្កែបលោតក្នុងស្រែមែនឃើញដូចនេះក្មេងទាំងអស់នាំគ្នាទះដៃស្រែកហូសប្បាយគិតថាពេលនេះពួកវាមានល្បែងថ្មីប្លែកភ្នែកហើយពួកក្មេងៗទាំងអស់នោះនាំគ្នារើសអំបែងក្បឿងគប់លេងបន្តគ្នាពេញផ្ទៃទឹកត្រពាំងអំបែងក្បឿងដែលពួកក្មេងៗគប់ទៅត្រូវចំក្បាលវងកង្កែបដែលកំពុងហែរកចំណីក្នុងត្រពាំងធ្វើឲ្យបែកក្បាលស្លាប់អស់ជាច្រើនកង្កែបទាំងអស់ផ្អើលហែលកិច្ចពួនឆ្លែកឆ្លាពេញក្នុងត្រពាំងវងកង្កែបភិតភ័យយ៉ាងខ្លាំងមិនដឹងគិតធ្វើយ៉ាងណាបើពួកគេជ្រុំមុជចុះដល់បាតត្រពាំងដើម្បីគេចពីអំបែងក្បឿងនឹងត្រូវថប់ដង្ហើមស្លាប់បើពួកគេងើបក្បាលផុតពីទឹកដើម្បីដកដង្ហើមខ្លាចត្រូវនឹងអំបែងក្បឿងដែលក្មេងៗគប់មកស្លាប់ដដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះកង្កែបគោកមួយដែលមានអាយុច្រើនជាងគេប្រថុយអើក្បាលផុតពីទឹកហើយស្រែកខ្លាំងថាឈប់សិនអ្នកទាំងអស់គ្នាឈប់លេងល្បែងកម្សាន្តបែបនេះទៀតទៅព្រោះការសប្បាយរបស់អ្នកធ្វើឲ្យប៉ះពាល់ដល់ជីវិតពួកយើងស្រែកប្រាប់ពួកក្មេងៗទាំងអស់នោះរួចកង្កែបគោកប្រញាប់មុជចុះទៅក្នុងទឹកភ្លាមដើម្បីគេចពីអំបែងក្បឿងដែលកំពុងតែរត់ច្រវាត់ពេញផ្ទៃទឹកត្រពាំងក្មេងទាំងអស់បានឮហើយទើបយល់ហេតុការណ៍រួចខាត់គ្នាមិនឲ្យរើសអំបែងក្បឿងគប់បន្តទៀតពួកក្មេងៗនាំគ្នាចុះទៅក្នុងទឹកស្រង់កង្កែបដែលត្រូវរបួសទាំងអស់ដោយក្តីអាណិតពួកគេស្ដាយក្រោយព្រោះតែការសប្បាយរបស់ខ្លួននាំមកនៅក្តីទុក្ខសោកដល់អ្នកដទៃរឿងកង្កែបនិងក្មេងក៏សូមចាប់តែត្រឹមនេះសូមអរគុណសម្រាប់ការតាមដានស្ដាប់បើមានខុសឆ្គងឬលើលួសនៅត្រង់កន្លែងណានោះនាងខ្ញុំក៏សូមខន្តីអភ័យទោសសូមពុកម៉ែបងប្អូនជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវរឿងថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា